ថ្ងៃនេះនាងខ្ញុំមកចែករំលែកពីរបៀបធ្វើជ្រក់ម្ទេសហិរហោះទុកសម្រាប់ញ៉ាំជាមួយនឹងត្រីងៀតត្រីអាំងត្រីឆ្អើរសាច់គោងៀតសាច់ជ្រូកងៀតឬក៏សាច់ជ្រូកប្រឡាក់ហើយនិងសាច់គោប្រឡាក់និយាយពីថាត្រូវគ្នាខ្លាំងមែនតែនបងប្អូនដែលចូលចិត្តញ៉ាំជ្រក់ម្ទេស share វីដេអូនេះមួយទៅទុកធ្វើញ៉ាំនៅផ្ទះដោយខ្លួនឯងដំបូងនេះគឺម៉ាក់ខ្ញុំកំពុងតែប្រឡេះម្ទេសនេះគឺមានចំនួន2ខាំប្រើម្ទេសអីក៏បានដែរប្រើម្ទេសឲ្យសិតឬក៏ម្ទេសដៃនាងបើសិនជាប្រើម្ទេសដៃនាងគឺអត់សូវហិរខ្លាំងដូចម្ទេសអាចសិតទេពេលប្រឡេះរួចហើយដាក់ដាំទឹកនៅពេលដែលទឹកពុះគឺបង់ម្ទេសនឹងចូលទៅស្ងោរឲ្យម្ទេសនឹងឆ្អិនមកសពប់មិនបាច់ឆ្អិនលួយខ្លាំងពេកទេហើយស្ងោរហ្នឹងគឺខ្ញុំបន្ថែមជាមួយនឹងខ្ទឹមស4ទៅ5កំពឹសទៀតចង់ដាក់ច្រើនជាងនេះក៏បានដែរណាអាស្រ័យលើយើងចូលចិត្តទេហើយខ្ទឹមសនេះដែរចង់ស្ងោរដូចខ្ញុំក៏បានឬក៏ក្លុកដាក់ឆៅក៏បានដូចគ្នាពេលស្ងោរម្ទេសបានឆ្អិនសពប់ប៉ុណ្ណឹងហើយគឺបិទភ្លើងទៅយើងស្រង់ចេញមកទុកម្ទេសដែលបានស្ងោរហ្នឹងឲ្យបានចុះត្រជាក់សិនណាចាំយកទៅក្លុកខ្ញុំមកចាក់នឹងកញ្ច្រែងហើយសម្រស់ទុកចោលមួយសន្ទុះដែរព្រោះថាក្លុកក្តៅទៅខ្លាចគាំងម៉ាស៊ីនឆ្លៀតពេលដែលទុកម្ទេសឲ្យត្រជាក់ហ្នឹងគឺខ្ញុំមកដាំទឹកជ្រក់ហើយដំបូងគឺខ្ញុំចាក់ស្ករសមួយកូនចានចង្កឹះទឹកត្រីកន្លះកូនចានចង្កឹះហើយទឹកសាបយើងធម្មតាមួយកូនចានចង្កឹះប្រើកូនចានចង្កឹះដែលយើងដួសបាយសែនតូចៗពណ៌សហ្នឹងណាប្រើមកវល់មកស្រួលចំណាំបន្ទាប់មកគឺខ្ញុំដាក់ប៊ីចេងអត់ដល់មួយស្ពាបាយទេរៀងស្ទើអ្នកដែលគាត់អត់សូវចូលចិត្តញ៉ាំប៊ីចេងបន្ថែមបន្ថយតាមហ្នឹងទៅណាដាក់ប៊ីចេងហើយកូរឲ្យសព្វល្អមកចំណែកឯទឹកខ្មេះវិញគឺខ្ញុំប្រើចំនួន2ស្លាបព្រាបាយអាស្រ័យលើបងប្អូនចូលចិត្តជូរខ្លាំងឬក៏មិនសូវជូរហើយក៏អាស្រ័យលើទឹកខ្មេះផងដែរសម្រាប់ខ្ញុំ2លាព្រាបាយហ្នឹងគឺមកល្មមបើអ្នកគាត់ចូលចិត្តញ៉ាំជូរខ្លាំងអីក៏ដាក់3ស្លាបព្រាបាយឬ2ស្លាបព្រាបាយកន្លះទៅហើយក៏អាស្រ័យលើទឹកខ្មេះផងដែរបើទឹកខ្មេះខ្លះខ្ញុំទិញអត់សូវជូរទេទឹកខ្មេះខ្លះជូរខ្លាំងអញ្ចឹងយើងលៃមើលតាមហ្នឹងណាភ្លក់មើលទៅហើយជ្រក់ម្ទេសនេះដែរគឺអាចប្រើជាក្រូចឆ្មាបានទេគឺត្រូវប្រើទឹកខ្មេះទៅអាចរក្សាទុកបានយូរអត់ងាយខូចឆ្លៀតពេលដែលទឹកត្រីដាំអត់តាន់ពុះហ្នឹងគឺខ្ញុំមកក្លុកម្ទេសសិនព្រោះថាម្ទេសខ្ញុំចោះត្រជាក់ហើយខ្ញុំប្រើម៉ាស៊ីនក្លុកបែបនេះបើសិនជាអត់មានម៉ាស៊ីនក្លុកទេយើងអាចច្រាំបានគ្រាន់តែថាយើងប្រើពេលបន្តិចច្រាំរៀងយូរជាងក្លុកខ្ញុំក្លុកចុចតាមអត្រា2ត្រិលម៉ត់ហើយខ្ញុំយកម៉ត់ប៉ុណ្ណឹងហើយចង់ក្លុកឲ្យម៉ត់ជាងនេះបន្តិចឬក៏មិនសូវម៉ត់អីយើងលៃតាមហ្នឹងទៅបន្ទាប់ពីក្លុកម៉ត់ហើយគឺខ្ញុំយកម្ទេសហ្នឹងទៅចាក់ចូលជាមួយនឹងទឹកជ្រក់ម្ទេសដែលខ្ញុំបានលាយមិញហ្នឹងណាឥឡូវហ្នឹងទឹកជ្រក់ម្ទេសកំពុងតែពុះស្រាប់ហើយអញ្ចឹងខ្ញុំដួសម្ទេសដែលបានក្លុកមុនហ្នឹងចាក់ចូលហ្មងទៅដាក់ម្ទេសចូលហើយកូរម្ទេសជាមួយនឹងទឹកជ្រក់ម្ទេសហ្នឹងឲ្យបានចូលសព្វគ្នាល្អហើយទុកទឹកជ្រក់ម្ទេសយើងឲ្យឡើងពុះទៅចាំបិទភ្លើងគ្រាន់តែដាក់ចូលភ្លាមនិយាយពីថាក្លិនឡើងឈ្ងុយតែម្ដងជ្រក់ម្ទេសនេះងាយស្រួលធ្វើហើយពេលធ្វើទុកបានយូរទៀតទុកបានកាន់ខែហើយញ៉ាំជាមួយនឹងត្រីងៀតត្រីឆ្អើរត្រីប្រឡាក់និយាយទៅរបស់ក្រៀមញ៉ាំត្រូវហ្មងបើសិនជាថ្ងៃណាខ្ជិលធ្វើម្ហូបញ៉ៃអីមានតែត្រីងៀតមួយកតុយដាក់អាំងញ៉ាំជាមួយនឹងជ្រក់ម្ទេសនេះគឺថាត្រូវហ្មងណាបានញ៉ាំជាមួយនឹងបាយកកទៀតមកប្រឡាក់និយាយពីថាហិលញ៉ាំជាមួយនឹងត្រីងៀតហ្នឹងគឺត្រូវខ្លាំងហ្មងបន្ទាប់ពីទឹកជ្រក់ម្ទេសខ្ញុំពុះហើយខ្ញុំបិទភ្លើងទុកឲ្យចុះត្រជាក់បាត់ខ្ញុំច្រកដាក់ក្នុងកែវថ្មបែបនេះណាដាក់នឹងកន្លចក៏បានដែរតែគ្រាន់ថាទៅទុកទឹកជ្រក់ម្ទេសយើងហ្នឹងឲ្យចុះត្រជាក់ខ្លាំងហ្មងលេងក្តៅចាំច្រកទឹកជ្រក់ម្ទេសខ្ញុំក្តៅអូនតិចហ្នឹងគឺអាចច្រកដាក់ក្នុងកែវថ្មនេះបានហើយច្រកយើងយកកូនជីឡាវទូចមួយមកដើម្បីងាយស្រួលណាជ្រក់ម្ទេសនេះធ្វើម្ដងទុកញ៉ាំបានកាន់ខែធ្វើឲ្យច្រើនទៅគឺចំណេញពេលយើងត្រូវការគឺយើងមានញ៉ាំស្រាប់ចឹងណាសម្រាប់ផ្ទះម៉ាក់ខ្ញុំវិញពេលអស់គឺធ្វើទុកមួយកែវទៅ2កែវអីចឹងទៅព្រោះថាវាងាយខូចទេឲ្យតែយើងខ្លះទេទុកក្នុងទូត្រជាក់បានត្រឹមត្រូវជ្រក់ម្ទេសនេះធ្វើភ្លាមញ៉ាំភ្លាមបានហើយទុកកាន់តែយូរហ្នឹងគឺរសជាតិកាន់តែងុំឈ្ងុយឆ្ងាញ់តែប៉ុណ្ណឹងគឺរួចរាល់ហើយជ្រក់ម្ទេសខ្ញុំអរគុណដែលបានចូលទស្សនាជម្រាបលាបាយបាយ